សូមបញ្ជាក់ជូនកាលពីរសៀលថ្ងៃទី15ខែឧសភាឆ្នាំ2025មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើកំណាត់ផ្លូវរដុំខាងមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្ថិតនៅក្នុងសង្កាត់លេខភាសាខណ្ឌចុងកាមនរាជភ្នំពេញបង្កឡើងដោយរថយន្ត Lexus OX 400បានបុករះម៉ូតូកង់3ចំនួន3គ្រឿងម៉ូតូ1គ្រឿងនិងរថយន្ត1គ្រឿងដែលបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុរបួសធ្ងន់ចំនួន2នាក់និងរបួសស្រាលចំនួន3នាក់ជនរងគ្រោះត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបច្ចុប្បន្នអ្នកបើកបររថយន្ត Lexus បង្កត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជភ្នំពេញនាំខ្លួនយកមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីអនុវត្តតាមនីតិវិធីអ្នកបើកបររថយន្តគឺជាមន្ត្រីនៅស្នងការដ្ឋាននគរបាលរាជភ្នំពេញហើយការបើកបររបស់គាត់នោះគឺមានស្ថានភាពមិនប្រុងប្រយ័ត្នហើយបើកបរក្នុងកម្រិតជាតិអាល់កុល 0.45 ហើយគឺកិច្ចការងារនេះគឺតាមបញ្ជារបស់ឯកឧត្តមសញ្ញាឯកជំនិនដែលស្នងការរងនៅជាស្នងការនគរបាលរាជភ្នំពេញយើងនឹងធ្វើការអនុវត្តវិធានការច្បាប់ដោយមើងម៉ាត់